ចឹង XL នេះក្រៅពីតម្លើងសេរីហើយគាត់បន្ថែមកាមេរ៉ា360មួយឈុតទៀតណាអញ្ចឹងសម្រាប់ XL គឺបងអាចមានជំរើសកាមេរ៉ា360ក៏បានកាមេរ៉ាអាយ៉ែស៊ីនខាងក្រោយក៏បានគឺយើងមានតម្លើងទាំងអស់ sensor ក៏យើងមានតម្លើងដែរនេះគាត់តម្លើងកាមេរ៉ា360អញ្ចឹងនៅពេលដែលយើងសញ្ញោទៅខាងស្ដាំវានឹងលោតនៅពេលដែលយើងសញ្ញោមកខាងឆ្វេងវានឹងលោតដូចគ្នាអញ្ចឹងអាការកំណត់នេះគឺយើងអាចកំណត់ជា 2D view ក៏បានជា 3D view ក៏បានសេះតែចិត្តទេអញ្ចឹងបើយើងចង់កំណត់ជា 3D view យើងគ្រាន់តែចូលជា setting កន្លែង left hand turn right turn សញ្ញោនេះយើងយកជា 3D view វិញមកអញ្ចឹងប៉ុណ្្នឹងទៅគឺយើងអាចនេះនៅពេលដែលយើងវាយសញ្ញោវានឹងលោតជា 3D វិញអញ្ចឹង 2D 3D ទីសងលើបងអ្នកស្រីទេហើយយើងមកមើលមុំឆ្វេងមុំស្ដាំណាអញ្ចឹងតម្លើងកាមេរ៉ា360គឺយើងអាចមើលបានមួយជុំវិញឡានយើងតែម្ដងដូចជាបងឃើញយើងអាចថាច់នៅលើនឹងផ្ទាល់យើងអាចមើលនេះបាទនិយាយទៅគឺឲ្យមកអេមសម្រាប់កាមេរ៉ា360សម្រាប់បងដែលត្រូវការគឺយើងអាចតម្លើងបានដូចគ្នាមិនថា LT ទេក៏អាចបានដាក់បានដូចគ្នាខាងមុខខាងក្រោយហើយនៅពេលដែលយើងអាចឲ្យក្រោយគឺយើងមានបន្ទាត់រេទៅតាមចង្កូតរបស់យើងបន្ថែមទៀតណាដូចស៊ីនជាមួយនឹងកាមេរ៉ាស៊ីនយើងដែរគឺយើងមានបន្ទាត់រេអញ្ចឹងដូចគ្នាអញ្ចឹងសម្រាប់បងដែលមានតម្រូវការអាចមើលគម្រោង360បែបនេះបាទ